បងមើលវីដេអូខាងលើនេះខ្ញុំអត់ច្បាស់ថាគាត់ឡើងនឹងឡើងទៀតហ្នឹងដើម្បីធ្វើអីទេដោយសារវីដេអូគេបង្ហាញអត់គ្រប់ជ្រុងដែរតែសម្រាប់គាត់ឡើងនេះគឺមានការធ្វើប្រហែលខ្លាំងមែនទែនហ្នឹងឥន្ទាច្រើនជាន់ហើយគាត់ឡើងពីចំហៀងហ្នឹងហើយខ្ញុំពេលខ្លះក៏ឡើងពីចំហៀងដែរតែខ្ញុំត្រូវដឹងថាអ្នកនៅលើនៅខាងណាបើអ្នកលើពងនៅខាងស្ដាំយើងត្រូវឡើងខាងឆ្វេងអ្នកលើនៅខាងឆ្វេងយើងឡើងខាងស្ដាំហើយបើសិនគ្មានអ្នកលើទេយើងដាច់ខាតត្រូវតែឡើងខាងក្នុងទៀតហ្នឹងហើយខ្នងព្រោះអីខាងលើវាអត់មានអីធ្ងន់ដែលទុកទម្ងន់របស់យើងទេហ្នឹងហើយអញ្ចឹងអានេះជាការធ្វើប្រហែសមួយសម្រាប់គាត់ហ្នឹងហើយអញ្ចឹងសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនហើយមុននោះឃើញជាងឆ្នាំដូចជាជាងឆ្នាំហ្នឹងហើយឡើងជាន់ទៀតទៅកន្លាច់ក្តារជាន់ហ្នឹងហ្នឹងមិនជារឿងលេងសើចទេណាបងប្អូននៅមុខភ្ញៀវយើងគ្រោះថ្នាក់ជារឿងមិនល្អមួយហើយតែសម្រាប់ភ្ញៀវដែលគាត់ហៅយើងទៅគាត់ឃើញរឿងបែបហ្នឹងកើតឡើងគឺគាត់ពិបាកប្រើយើងមែនទេពិបាកហៅយើងមកធ្វើការមែនទេដោយសារគាត់ខ្លាចមានបញ្ហាកន្លែងគាត់ជាពិសេសតាមផ្ទះ